សួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះវិលមកជួបបងប្អូនសាជាថ្មីនៅក្នុងវីដេអូថ្មីរបស់ខ្ញុំដែលវីដេអូនេះគឺខ្ញុំបានទៅលេងភ្លេងនៅម្ដុំវត្តបរិវាសបងប្អូនបានចឹងហើយខ្ញុំក៏បានថតនៅទេសភាពតាមដងផ្លូវចែកជូនបងប្អូនទាំងអស់គ្នាបានមើលទាំងអស់គ្នាបាទផ្លូវនេះគឺជាផ្លូវថ្មីមួយដែលទើបតែសាងសង់ហើយថ្មីដែរបងប្អូនមួយចំនួនគាត់មិនទាន់បានស្គាល់នៅឡើយបាទហើយចៃដន្យអីខ្ញុំក៏ជិះកាត់ហ្នឹងក៏សាកល្បងផ្លូវថ្មីនឹងតែម្ដងទៅបានអញ្ចឹងជម្រាបជូនបងប្អូនទាំងអស់គ្នាឲ្យបានដឹងថាផ្លូវនេះគឺចន្លោះពីវត្តដំបូកខ្ពស់និងច្រកសៀមហើយបត់ទៅវត្តដំណាក់តយឹងហើយមកខាងទៀតគឺទៅដល់វត្តបរិវាសតែម្ដងបាទហើយថ្ងៃនេះខ្ញុំលេងនៅខាងលិចវត្តបរិវាសបងប្អូនបាទបងប្អូនទាំងអស់គ្នាសូមអធិស្ឋានផងដោយសារតែវីដេអូនេះគឺខ្ញុំបានចេញនៅកំឡុងពេលដែលប្រទេសជាតិកំពុងតែមានបញ្ហាសង្គ្រាមនៅព្រំដែនប៉ុន្តែដោយសារតែវីដេអូនេះគឺខ្ញុំបានទុកជាយូរមកហើយអញ្ចឹងហើយខ្ញុំក៏គិតថានឹងចេញឲ្យហើយដើម្បីទៅថ្ងៃក្រោយទៀតយើងមាន space សម្រាប់ថតវីដេអូថ្មីទៀតបាទអញ្ចឹងហើយក៏មិនចង់ទុកយូរបាទអញ្ចឹងក៏ចេញនៅពេលនេះតែម្ដងបាទឥឡូវនេះយើងធ្វើដំណើរតាមដងផ្លូវនេះគឺបងប្អូនបានឃើញនៅទេសភាពដូចជាភ្នំដូចជាវាលស្រែនិងស្រែមួយចំនួនទៀតក៏បានច្រូតកាត់ហើយស្រែមួយចំនួនក៏មិនទាន់បានច្រូតកាត់អញ្ចឹងទៅបាទហើយក៏មានទេសភាពដើមថ្នោតដើមអីសងខាងដងផ្លូវអញ្ចឹងណាបងប្អូនណាអញ្ចឹងបងប្អូនអាចទស្សនាជាមួយនឹងការបញ្ចូលសំឡេង voice over របស់ខ្ញុំនៅពេលនេះបាទហើយទៅមុខបន្តិចទៀតតាមដងផ្លូវនេះបងប្អូននឹងបានឃើញវត្តដំណាក់តយឹងហើយបាទហើយប៉ុន្តែខ្ញុំអត់បត់នៅវត្តដំណាក់តយឹងនឹងទេបងប្អូនបាទខ្ញុំបត់នៅវត្តបរិវាសឯណោះបាទបើសិនជាបងប្អូនបត់ត្រឹមវត្តដំណាក់តយឹងនេះបាទនៅខាងមុខនេះបងប្អូនអញ្ចឹងគាត់តែនិយាយគឺដល់វត្តដំណាក់តយឹងតែម្ដងបាទបើសិនជាយើងបត់កន្លែងនេះទៅខាងឆ្វេងគឺយើងនឹងទៅដល់ផ្លូវធំគឺផ្លូវតនីទុកមាសបាទអញ្ចឹងបងប្អូនថាត្រូវទៅតនីទុកមាសអីមិនចង់ជិះកាត់ច្រកសៀមអីពេលយប់ស្ងាត់អីអាចជិះផ្លូវនេះបានបាទផ្លូវនេះគឺមានភ្លើងមានអីបំភ្លឺពេលយប់ដែរណាបើអញ្ចឹងយើងមើលឥឡូវនេះយើងដល់វត្តដំណាក់តយឹងហើយយើងនឹងបន្តដំណើរទៅមុខត្រង់ដើម្បីទៅវត្តបរិវាសដែលវត្តបរិវាសនៅចម្ងាយប្រហែលជា1គីឡូឬក៏1គីឡូជាងទៀតគឺយើងទៅដល់វត្តបរិវាសបងប្អូនបាទហើយថ្ងៃនេះផងដែរគឺខ្ញុំទៅប្រគំភ្លេងឲ្យតន្ត្រី My Day Supin បាទអញ្ចឹងបងប្អូនដែលមានកម្មវិធីផ្សេងត្រូវការតន្ត្រីប្រគំនៅក្នុងកម្មវិធីរបស់បងប្អូនគឺបងប្អូនអាចតាក់ទងមក page របស់ខ្ញុំបានឬក៏បងប្អូនអាចតាក់ទងទៅកាន់តន្ត្រី My Day Supin បានដែលបងប្អូនអាច search រកឈ្មោះ My Day Supin ឬក៏ Supin តន្ត្រីនឹងបានបាទឥឡូវនេះយើងកំពុងតែឆ្ពោះទៅមុខឲ្យបងប្អូនទាំងអស់គ្នាបាទមើលឃើញកំពូលព្រះវិហារវត្តបរិវាសហើយបន្តិចទៀតគឺយើងនឹងបត់ទៅខាងស្ដាំដើម្បីទៅរករោងការបាទឥឡូវយើងឃើញលឹមហើយខ្ញុំនឹងបត់ទៅខាងស្ដាំដើម្បីរករោងការហើយវាជាពេលវេលាមួយដែលថាគៀកដែរហើយព្រោះថាម៉ោងប្រហែលជា5ហើយពេលហ្នឹងបងប្អូនបាទម៉ោងប្រហែលជា5ល្ងាចអញ្ចឹងគឺដល់ពេលវេលាមួយដែលយើងអាចនឹងរៀបចំខ្លួនបាទយើងរៀបចំខ្លួនតបតែងហើយគឺលេងតែហ្មងបាទឥឡូវយើងដល់វត្តបរិវាសហើយយើងនឹងបត់ស្ដាំបងប្អូនបាទបត់ទៅខាងស្ដាំនេះគឺអត់មានផ្លូវកស៊ូទេបងប្អូនគឺលក្ខណៈផ្លូវលំយើងធម្មតាវារាងហុយបន្តិចប៉ុន្តែសង្ឃឹមថាបន្តិចទៀតយើងនឹងបានផ្លូវកស៊ូដូចផ្លូវមិញដែរណាបាទឥឡូវខ្ញុំកំពុងតែជិះតាមផ្លូវហុយនេះហើយក៏មិនទាន់ដឹងថាផ្ទះការនៅកន្លែងណាដែរប៉ុន្តែយើងនឹងស្វែងរកដោយសារតែយើងបានទទួលទីតាំងរួចហើយបាទនិយាយគឺដល់ផ្ទះការតែម្ដងបងប្អូនបាទខ្ញុំបានទុកអីវ៉ាន់ហើយក៏បានថតឆាកឲ្យបងប្អូនមើលបន្តិចនេះគឺជាពេលវេលាពេលយើងរៀបចំពេលល្ងាចមុនពេលយើងលេងបានហើយមកហូបក៏មិនទាន់លើកមកដែរឥឡូវយើងកាត់មកដល់ពេលយប់តែម្ដងគឺពេលដែលកំពុងតែប្រគំតន្ត្រីតែម្ដងនេះគឺជាក្រុមរាំរបស់ខាង My Day Supin តន្ត្រីអញ្ចឹងបងប្អូនត្រូវការតន្ត្រីប្រគំនៅក្នុងកម្មវិធីរបស់បងប្អូនសូមអញ្ជើញបាទតាក់ទងកក់បាទជាមួយនឹង page របស់ខ្ញុំផ្ទាល់ក៏បានឬក៏បងប្អូនអាចតាក់ទងទៅបាទ page របស់ Supin តន្ត្រីបានបាទអរគុណ